បងខ្ញុំមានចម្ងល់មួយប្រសិនបើខ្ញុំជ្រើសរើសជំនាញ Air Traffic Management មកសិក្សាហើយក្រោយពីខ្ញុំរៀនចប់ទៅតើខ្ញុំនឹងត្រូវធ្វើការនៅណាបងអាចចែកម្លេចបានអញ្ចឹងអ្វីដែលបងដឹងណាទី1នៅពេលដែលយើងចប់ទៅយើងនឹងក្លាយទៅជា Air Traffic Controller ដែលយើង involve នៅក្នុងនោះមានការសិក្សា3-4ឆ្នាំហ្នឹងគឺយើងដឹងព័ត៌មានការបញ្ជាហោះហើរការប្រើឧបករណ៍ដែលយើងអនុវត្តនៅក្នុងសាលាអញ្ចឹងយើងអាច apply ទៅកាន់ Air Traffic Control Tower ដែលមានទីតាំងនៅពលាននឹងឯងប៉ុន្តែនេះជាផ្នែកមួយឯងនៅក្នុងការគ្រប់គ្រងចរាចរណ៍ដែនអាកាសនៃរដ្ឋនីមួយៗមានយ៉ាងតិច3ដូចកម្ពុជាគឺមាន3 Air Traffic Control Tower គឺបោះពលានមួយទទួលបន្ទុកការបញ្ជាហោះចុះនិងហោះឡើងរបស់យន្តហោះនៅក្នុងចម្ងាយជាង10ទៅ20ម៉ែត្រទៅតាមការកំណត់នៃប្រទេសនីមួយៗឥឡូវយើងចូលដល់ផ្នែកទី2វិញគឺជាក្រុមការងារនៃ ATC ដែលគាត់ទទួលបន្ទុកព័ត៌មានអំពី fly ដែលហោះឆ្លងកាត់ដែនអាកាសកម្ពុជានៅពេលដែល fly មួយហោះចេញពីបរទេសចូលមកដល់លើដែនអាកាសកម្ពុជាភ្លាម ATC នៃប្រទេសនោះក៏ដូចជា pilot នឹងផ្ដល់ព័ត៌មានមកកាន់ ATC របស់យើងនឹងឯងតែគាត់ទទួលបន្ទុកថា fly នេះបានហោះចូលដែនអាកាសកម្ពុជាហើយឈ្មោះតាគីតាំងណាអញ្ចឹងឲ្យគាត់តាមដាននៅពេលដែលក្រុមការងារ ATC ផ្នែកទី2នេះទទួលបានព័ត៌មាននឹងហើយថាឆ្លងកាត់គាត់នឹង convert ព័ត៌មាននឹងទៅកាន់ក្រុមការងារ ATC ផ្នែកទី3ពេលហ្នឹងផ្នែកទី2ត្រូវបានអស់កាតព្វកិច្ចហើយផ្នែកទី3នឹងតាមដាននៅ fly មួយហ្នឹងរហូតថាគាត់ទៅទីតាំងណាឧទាហរណ៍ថានៅពេលដែលមាន weather នៅតាមកន្លងផ្លូវដែលគាត់ហោះហើរមានបញ្ហា ATC នៅផ្នែកទី3នេះនឹង inform ទៅកាន់គាត់ថាត្រូវកិច្ចឬក៏ត្រូវមិននឹងឯងអញ្ចឹងឧទាហរណ៍ប្រសិនបើ fly នឹងហោះចុះនៅពលានណាមួយនៅប្រទេសកម្ពុជានៅពេលដែល fly មួយនឹងចិត្តដល់ពលានហើយត្រូវការសុំចុះចតកាតព្វកិច្ចរបស់គាត់នឹងអស់ហើយដោយ pilot នឹង communicate ជាមួយនឹង ATC ដែលនៅពលានហ្នឹងធ្វើការចុះចតអញ្ចឹងមានផ្នែកទី3គឺអស់កាតព្វកិច្ចឯនេះបើនិយាយជារួមទៅគឺវាមាន3ផ្នែកហ្នឹងឯងមួយទៀតដែរផ្នែកទាំង3ហ្នឹងផ្នែកដែលពិបាកជាងគេគឺផ្នែកទី3ចុងក្រោយដែលគាត់នៅកណ្ដាលប្រសិនបើយើងចង់ធ្វើការនៅផ្នែកហ្នឹងបានលុះត្រាតែយើងធ្លាប់ឆ្លងកាត់ធ្វើការនៅផ្នែកទី1ឬក៏ផ្នែកទី2សិនទើបអាចចូលផ្នែកទី3ហ្នឹងបាន